បទទូនីតិអក្សរសិល្ប៍ខេមនិយមគឺឆ្លុះឲ្យឃើញពីទភាពក្នុងសង្គមខ្មែរតើឃ្លានេះមានន័យដូចម្ដេចចូលពន្យល់ឃ្លាខាងលើដោយលើកយកឧទាហរណ៍មកបញ្ជាក់ឲ្យបានក្បោះក្បាយគម្រោងតែងលំអិតក៏សេចក្តីផ្ដើម1លំនាំបញ្ហានិយាយតាក់ទងនឹងប្រធានបទតាមទ្រឹស្ដីអក្សរសិល្ប៍បានបញ្ជាក់ថាអក្សរសិល្ប៍មានភារកិច្ចយ៉ាងសំខាន់គឺឆ្លុះបង្ហាញលាតត្រដាងអំពីទភាពសង្គមមនុស្សហើយការសិក្សាពីអក្សរសិល្ប៍គឺជាការសិក្សាពីមនុស្សនិងដើម្បីមនុស្សអក្សរសិល្ប៍ខ្មែរមាន3ប្រភេទនិង4ចលនាគឺប្រភេទអក្សរសិល្ប៍ប្រជាប្រិយប្រភេទអក្សរសិល្ប៍បុរាណនិងអក្សរសិល្ប៍ទំនើបចលនាអក្សរសិល្ប៍ខេមនិយមព្រាហ្មណ៍និយមពុទ្ធនិយមនិងបរទេសនិយមដោយឡែកអក្សរសិល្ប៍ស្ថិតក្នុងចលនាខេមនិយមឬខ្មែរនិយមជាស្នាដៃដែលបានបង្ហាញពីអ្វីជារបស់មនុស្សខ្មែរទៅតាមសម័យកាលនីមួយទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រអាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយបានលើកឡើងថាទូនីតិអក្សរសិល្ប៍ខេមនិយមគឺឆ្លុះឲ្យឃើញពីទភាពក្នុងសង្គមខ្មែរពីចំណូលបញ្ហាអាស្រ័យហេតុដូចនេះហើយទើបមានឃ្លាមួយបង្ហាញថាទូនីតិអក្សរសិល្ប៍ខេមនិយមគឺឆ្លុះបញ្ចាំងពីទភាពក្នុងសង្គម3ចំណោទបញ្ហាចោទតាមបែបប្រធានពន្យល់តើទស្សនៈប្រធានខាងលើមានអត្ថន័យដូចម្ដេចខ្លះខទូសេចក្តី1ឃ្លាភ្ជាប់សេចក្តីដើម្បីជាជំនួយដល់ការបកស្រាយបញ្ហារបស់ប្រធានខាងលើជាដំបូងយើងគួរគប្បីយល់ន័យរបស់ពាក្យកន្លឹះមួយចំនួនជាមុនសិន2ពន្យល់ពាក្យកន្លឹះទូនីតិមានន័យថាមុខងារឬនីតិសម្រាប់ងារអក្សរសិល្ប៍ខេមនិយមមានន័យថាជាស្នាដៃទាំងឡាយដែលបង្ហាញពីផ្នត់គំនិតជំនឿប្រពៃណីទំនៀមទម្លាប់មុខរបរបញ្ហាសង្គមជីវភាពរស់នៅរបស់ប្រជាជនខ្មែរក្នុងសម័យកាលនីមួយតថភាពមានន័យថាភាពពិតជាក់ស្ដែង3ពន្យល់ន័យប្រធានដោយផ្អែកទៅលើន័យនៃពាក្យដែលបានពន្យល់រួចយើងអាចនិយាយបានថាអក្សរខេមនិយមមានមុខងារលាតត្រដាងឲ្យឃើញពីអ្វីពិតជាក់ស្ដែងនៅក្នុងសង្គមខ្មែរទៅតាមសម័យកាលនីមួយ4បកស្រាយប្រធានជាការពិតណាស់ទូនីតិអក្សរសិល្ប៍ខេមនិយមគឺឆ្លុះឲ្យឃើញពីទភាពក្នុងសង្គមខ្មែរព្រោះស្នាដៃរឿងទាំងអស់ដែលស្ថិតក្នុងចលនានេះវាបានឆ្លុះបញ្ចាំងអំពីជីវភាពជាក់ស្ដែងរបស់មនុស្សក្នុងសង្គមខ្មែរស្របទៅតាមវប្បធម៌អរិយធម៌របស់ខ្មែរយើងពិសេសជាងនេះទៅទៀតខ្លឹមសារនៃស្នាដៃវាមានទំនាក់ទំនងទៅនឹងបរិយាកាសសង្គមខ្មែរគឺមានជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ប្រវត្តិសាស្ត្រភូមិសាស្ត្របញ្ហាសង្គមមុខរបរសេដ្ឋកិច្ចនយោបាយក្នុងប្រទេសជាដើមឯដំណើររឿងទាំងមូលបានកើតឡើងក្នុងភូមិស្រុកឬទីកន្លែងណាមួយមានតាក់ទងទៅនឹងការប្រកបមុខរបរអាជីវកម្មរបស់ខ្មែរដែលជារឿងពិតរបស់មនុស្សរីឯរឿងរ៉ាវទំនាស់វិបត្តិដែលបានឆ្លុះបង្ហាញក្នុងស្នាដៃបែបខេមនិយមគឺជាទំនាស់វិបត្តិដែលកើតមានក្នុងជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈតែងតែកើតមានក្នុងសង្គមនោះដូចជាទំនាស់ខ្លួនឯងនឹងខ្លួនឯងនឹងអ្នកដទៃខ្លួនឯងនឹងគ្រួសារអ្នកដទៃនឹងគ្រួសារខ្លួនឯងនឹងសង្គមជាដើមចំពោះការដោះស្រាយបញ្ហានៅក្នុងរឿងបែបខេមនិយមគឺតួអង្គពឹងផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនជំនះផ្លូវកាយផ្លូវចិត្តដើម្បីផ្ចាញ់ឧបសគ្គក្នុងសង្គមឬក្នុងធម្មជាតិខ្លឹមសារស៊ីជម្រៅរបស់រឿងគឺបញ្ហាចោទចំពោះមនុស្សលោកនាពេលបច្ចុប្បន្នហើយយកការអប់រំឲ្យបុគ្គលខ្លួនឯងខិតខំត្រិះរិះដោះស្រាយបញ្ហាក្នុងសង្គមរបស់មនុស្សសាច់រឿងទាំងមូលគឺជារឿងរ៉ាវជាក់ស្ដែងរបស់មនុស្សខ្មែរគ្រប់សម័យកាលសង្គមហើយប្រើវិធីដោះស្រាយស្របតាមបរិបទសង្គមនីមួយដែលជារឿងពិតរបស់សង្គមខ្មែរចំពោះតម្លៃអប់រំនៃអក្សរសិល្ប៍ខេមនិយមវាស្ដែងចេញអំពីការបង្ហាញទៅតាមអត្ថភាពជាក់ស្ដែងគឺការអប់រំសីលធម៌និងស្មារតីជាតិនិយមពិតរឿងថៅកែចិត្តចោលលោកពៅយូលេងនិងលោកអ៊ុំឈឿនឆ្នាំ1956ដែលជាប្រភេទអក្សរសិល្ប៍ខេមនិយមបានលើកយកអត្ថភាពក្នុងសង្គមខ្មែរសម័យដែលទើបតែទទួលបានឯករាជ្យពីអាណាព្យាបាលបារាំងថ្មីហើយធ្លាក់ទៅក្នុងអាណានិគមថ្មីមួយទៀតគឺអាណានិគមនាយទុនបង្កើតឲ្យមានភាពអយុត្តិធម៌ក្នុងសង្គមខ្មែរដោយសារអំពើពុករលួយនិងទឹកលុយហើយនឹងការប្រកាន់សច្ចធម៌សាមគ្គីភាពរបស់ក្រុមកម្មកររឿងគ្រូបង្រៀនស្រុកស្រែលោកអឹមថុកឆ្នាំ1957បង្ហាញទភាពសង្គមខ្មែរក្រោយទូបានឯករាជ្យស្ដីពីការគ្រប់គ្រងប្រកាន់រផលិតប្រជាធិបតេយ្យឲ្យសេរីភពសេដ្ឋកិច្ចកសិកម្មមានលក្ខណៈទន់ខ្សោយបុរាណពឹងមេឃខ្វះឧបករណ៍ទំនើបប្រជាជនភាគច្រើនជាអ្នកធ្វើអាជីវកម្មកសិកម្មដំណាំសំខាន់មានស្រូវពុតសណ្តែកឡងកៅស៊ូឧស្សាហកម្មមានលក្ខណៈទន់ខ្សោយតិចតួចភាគច្រើនស្ថិតក្នុងដៃនាយទុននិងបរទេសគមនាគមន៍លើកលែងតែរថភ្លើង
និងអាកាសយានខ្លះត្រូវស្ថិតក្រោមកណ្ដាប់ដៃនាយទុនប្រជាជនប្រើប្រាស់កង់ជាយានជំនិះក្នុងការធ្វើដំណើរពោលគឺវីសានេះនៅទុនខ្សោយនៅឡើយពាណិជ្ជកម្មនៅក្នុងកណ្ដាប់ដៃនាយទុនទាំងស្រុងវិស័យសង្គមកិច្ចសុខាភិបាលពុំមានមន្ទីរពេទ្យគ្រប់គ្រាន់ដើម្បីបម្រើសេវាប្រជាជនទេខ្វះខាតថ្នាំព្យាបាលជីវភាពប្រជាជនមានជីវភាពខ្វះខាតពុំមានការធានារ៉ាប់រងគ្រប់គ្រាន់ពីសង្គមចាប់ផ្ដើមមានគំនិតចងក្រងសមាគមដើម្បីការពារផលប្រយោជន៍របស់ខ្លួនសន្តិសុខរស់នៅមានការភ័យខ្លាចពុំមានសុវត្ថិភាពសង្គមសិទ្ធិសេរីភាពបុគ្គលត្រូវបានរំលោភបំពានវប្បធម៌ជំនឿប្រជាជនមានជំនឿលើទស្សនកម្មផលក្នុងព្រះពុទ្ធសាសនាប្រជាជនប្រកាន់និងគោរពបូជាព្រះពុទ្ធសាសនាការសិក្សាអប់រំតាមរយៈគម្រោងការរៀបចំសង្គមឡើងវិញរបស់តួអង្គឃើញថាវិស័យនេះទុនខ្សោយខ្វះអគារសិក្សាបណ្ណាល័យនិងបុគ្គលិកអប់រំកម្មវិធីសិក្សានៅមានកម្រិតសិល្បៈចម្រៀងសម័យមានសន្ទុះរីកចម្រើនតែពុំមានខ្លឹមសាររំលោភវិជ្ជាការផ្សព្វផ្សាយប្រើខិតប័ណ្ណគ្រឿងបំពងសម្លេងក្រដាសសៀវភៅរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់លោកសួនសុរិនឆ្នាំ1961ឆ្លុះតភាពសង្គមខ្មែរសមាសង្គមរាស្ត្រនិយមក្រោមការដឹកនាំរបស់អង្គសម្ដេចប្រកបដោយគុណបណ្ឌិតបង្ហាញពីរបបគ្រប់គ្រងដឹកនាំសេដ្ឋកិច្ចកសិកម្មពាណិជ្ជកម្មឧស្សាហកម្មទេសចរណ៍គមនាគមន៍សង្គមកិច្ចសុខាភិបាលជីវភាពសន្តិសុខវប្បធម៌ជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ការអប់រំសិល្បៈការផ្សព្វផ្សាយកីឡារឿងភូមិតិរិឆានលោកដៀកអំដឹកគៀមឆ្នាំ1964-1965ឆ្លុះពីទភាពសង្គមខ្មែរសម័យអាណានិគមនិយមបារាំងបង្ហាញពីរបបគ្រប់គ្រងដឹកនាំសេដ្ឋកិច្ចកសិកម្មពាណិជ្ជកម្មឧស្សាហកម្មទេសចរណ៍គមនាគមន៍សង្គមកិច្ចសុខាភិបាលជីវភាពសន្តិសុខវប្បធម៌ជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ការអប់រំសិល្បៈការផ្សព្វផ្សាយកីឡារឿងទុំទាវព្រះភិក្ខុសង្ឃឆ្នាំ1915បង្ហាញទភាពសង្គមខ្មែរសម័យលង្វែកបង្ហាញពីរបបគ្រប់គ្រងដឹកនាំសេដ្ឋកិច្ចកសិកម្មពាណិជ្ជកម្មឧស្សាហកម្មទេសចរណ៍គមនាគមន៍សង្គមកិច្ចសុខាភិបាលជីវភាពសន្តិសុខវប្បធម៌ជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ការអប់រំសិល្បៈការផ្សព្វផ្សាយកីឡារឿងគូលីកំណែនលោកអឹមថុកឆ្នាំ1956បង្ហាញទភាពសង្គមខ្មែរសម័យអាណានិគមនិយមបារាំងជប៉ុនបង្ហាញពីរបបគ្រប់គ្រងដឹកនាំសេដ្ឋកិច្ចកសិកម្មពាណិជ្ជកម្មឧស្សាហកម្មទេសចរណ៍គមនាគមន៍សង្គមកិច្ចសុខាភិបាលជីវភាពសន្តិសុខវប្បធម៌ជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ការអប់រំសិល្បៈការផ្សព្វផ្សាយកីឡារឿងខេមរនិយមផ្សេងទៀតបើមាន5រួមសេចក្តីមកអក្សរសិល្ប៍ខេមរនិយមឬរឿងបែបខេមរនិយមជាស្នាដៃដែលបានបង្ហាញពីជីវភាពរស់នៅរបស់មនុស្សខ្មែរជាក់ស្ដែងទៅតាមទភាពសង្គមនិងសម័យកាលរស់នៅនៃសង្គមខ្មែរនីមួយតាំងពីនយោបាយសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌អរិយធម៌បញ្ហាសង្គមឬសង្គមមានវិបត្តិបញ្ហាទំនាស់និងការដោះស្រាយបញ្ហាទាំងអស់នោះដោយប្រើសមត្ថភាពផ្ទាល់ខ្លួនដែលទាំងអស់នេះជាទភាពសង្គមខ្មែរពិតប្រាកដមែនគូបញ្ចប់សេចក្តី1វិតម្លៃប្រធានឆ្លងតាមការបកស្រាយព្រមទាំងមានអំណះអំណាងបញ្ជាក់យ៉ាងច្បាស់លាស់ខាងលើរួចមកយើងឃើញថាទស្សនៈរបស់ប្រធានដែលបានលើកឡើងខាងលើពិតជាមានអត្ថន័យខ្លឹមសារជ្រាលជ្រៅល្អណាស់ព្រោះវាបានបង្ហាញអំពីតម្លៃនៃអក្សរសិល្ប៍ស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយមដើម្បីឲ្យអ្នកអានអ្នកស្ដាប់អ្នកសិក្សាទូទៅយល់ដឹងស្គាល់កាន់តែច្បាស់លាស់អំពីតម្លៃអក្សរសិល្ប៍ខ្មែរថែមមួយកម្រិតទៀតហើយខិតខំស្រាវជ្រាវអត្ថបទអក្សរសិល្ប៍ខេមរនិយមព្រមទាំងរក្សាការពារនិងអភិវឌ្ឍបង្កើតថ្មីឲ្យកាន់តែចម្រើនលូតលាស់2មតិផ្ទាល់ខ្លួនក្នុងនាមយើងជាអ្នកសិក្សានិងជាមនុស្សជំនាន់ក្រោយត្រូវខិតខំសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះជាពិសេសខិតខំសិក្សាស្រាវជ្រាវលើអត្ថបទស្នាដៃអក្សរសិល្ប៍ខេមរនិយមបន្ថែមដើម្បីស្វែងរកតម្លៃផ្សេងនិងស្វែងយល់ឲ្យកាន់តែច្បាស់លាស់អំពីវប្បធម៌អរិយធម៌ជីវភាពរស់នៅរបស់មនុស្សខ្មែរយើងក្នុងសម័យកាលនីមួយដែលលាតត្រដាងក្នុងស្នាដៃអក្សរសិល្ប៍ខេមរនិយមដើម្បីទទួលយកបទពិសោធន៍ល្អកសាងខ្លួនគ្រួសារនិងសង្គមជាតិនៃយើងឲ្យរីកចម្រើនជឿនលឿនជារៀងរហូតទៅរចនាបថសំណេរត្រឹមត្រូវតាមវិធីសាស្ត្រតែងសេចក្តីអក្ខរាវិរុទ្ធ
អក្សរស្អាត